មេឃមើលផ្កាយគេងនឹកលេងមកដៃព្រោះតែខានជួបយូរជាង10ឆ្នាំផ្លាយជួបគ្នាបានមួយថ្ងៃយើងក៏ត្រូវឃ្លាកាយវិចបងវិចបងវាយដូចជារើសអេចាដៃកាន់សាកាដូនឹងក៏រងផ្លាយស្វាយនឹងត្រីញៀតទុកគៀបជាមួយបាយនេះជារឿងពិតនៃជីវិតរៀលឡាយស្ដាប់សូសៀងខ្ញុំស្រ័យអធិប្បាយចាត់រនងតាំងពីក្មេងលៀមស្គរផ្ញើមិញគូថាជីវិតត្រាចរគាត់រឿងជីវិតជូរចត់ដូចស្រមោគ្មានជាតិចៅដូចស្លោអត់ខ្នងខំរកខែតកាយឲ្យកម្រៃកូននៅខ្មែរម៉ែអើយនៅថៃសូមផ្ញើជំរាបតាមស្បៃរីត្រីស្ដាប់ហើយញញឹមមានសេរីសួស្ដីវេលានេះខ្លីវេលាសិស៊ីមិនសូវបានជួបម៉ាមីដេឌីវេលានៃជីវិតកម្រិតនៃកម្មវិធីរាប់រយម៉ាយឆ្ងាយផុតផែនទីអាយុ10ឆ្នាំរស់នៅជាមួយយាយចិញ្ចឹមបីបាច់ដល់ធំដឹងក្តីទើបផ្ដាច់ដោះចៅចេះលេងដីយាយស្រែកហៅផ្អើលភូមិ2 3អំស៊ីស័យសក់ទីដីអាយុ18ចេះលេងស្រីអាយុជាង20ជាបាក់សៃឆ្វាយទីក្រុងពលឺរស្មីខំខំគ្រប់បានលុយតិចតិចមកព្រមទៅផ្លេចនឹងម៉ែបីខំធ្វើខ្លេចម៉ែខលមកឲ្យគូនមកផ្ទាំងគូននៅឆ្ងាយព្រឹកព្រៃបាត់ត្រឹមលើកដៃសុំពីងម៉ែខលមកប្រញាប់រូបរៀងសូមម៉ាដុំក្រៃពេកគូននៅឆ្ងាយពីព្រៃរៀបរាប់នឹងខ្ញុំជាសាវតាបែកអូហូព្រេកដោយចេតនាអ្នកខ្លះស្ដាប់ឮធ្វើធម្មតានេះមានរឿងដូចខ្ញុំគេថាអស្ចារ្យពីកែមួយទៀតជាគីឡូម៉ែត្រប៉ាអោយភ្លោមើលពិភពផ្លាយអោបាត់ដបងភ្នំពេញដាច់បែកឃើញទុនលេនឹកបឹងកុនឆែតឃើញយន្តហោះស្មាតវងសត្វកែកឃើញគោងៀតនឹកដល់គោដែកហូបបាក់ចុងនឹកដល់ផ្ទះបាក់បែកឃើញគងគីនឹកដល់កងកែកអ្នកក្រខ្ញុំជាអ្នកក្រខ្ញុំជាអ្នកហត់អ្នកតាមអ្នកស្លោស្មោះសរទោះបីខ្ញុំក្រទោះក្នុងអបៅសល់អសូនអរឿងឆាត់ឆាយអត់ចង់ឈូឆរឃើញមានប្រាក់មិនតបាក់ខំកកម្លាំងញើឈាមមិនអីមិនល្អឲ្យអសមកស្រុកស្ងាយអសកមានស្រុកស្ងាយអ្នកក្រម្ដងមើលខ្ញុំជាកូនអ្នកក្រហៅអសមកសូជីវិតជិបចុកហូបចុកជីបខំប្រឹងត្រកបានលុយតិចមកព្រមធ្វើភ្នែកព្រិចនឹកម៉ែបីខំដេកធ្វើម៉ែខលមកឲ្យគូនមកផ្ទាំងគូននៅឆ្ងាយព្រឹកព្រៃបាត់ត្រឹមលើកដៃសូមស្ពេងម៉ែខលមកប្រញាប់រូបរៀងសូមម៉ាដុំក្រៃពេកគូននៅឆ្ងាយពីព្រះម៉ែខលមកឲ្យគូនមកផ្ទាំងគូននៅឆ្ងាយព្រឹកព្រៃបាត់ត្រឹមលើកដៃសូមពេងម៉ែខលមកប្រញាប់រូបរៀងសូមម៉ាដុំក្រៃពេកគូននៅឆ្ងាយពីព្រះដីក្រុងដីថ្មីដែនដីស៊ីវិល័យណាដែនដីស៊ីវិល័យ everything very nice ណាតែខ្ញុំមានអាឡ័យណានឹកស្រុកថប់ដាក់បកាយក្បាលល្ងាចលឺសលេងរៃនឹកឌីនឹកដឿនដៃនឹកកញ្ចក់នឹកចែមថប់រោចៃរ៉ែភ្លីហាក់មិនសូវលេង flow តែអត្តន័យដូចជាភ្លៀងស្រក់ហូរសៀងកុំសត់ដូចសំលេងយំធ្ងោសូមទេវតាបាច់ផ្កាជូនពោភ្លៀងកក់ខែជិញផ្លាយកក់ថ្ងៃក្រូចនៃចកាក៏មិនទាន់ព្រឺថ្លៃព្រៀបចាក់ស្រុកស្វែងរកទំន័យព្រោះតែចង់ឈ្នះពីជីវិតនេះខ្លីជីវិតនេះមិនខ្លីទេកម្មនេះមិនខ្លីទេងាប់ហើយចាប់ជាតិមិនឃើញនោះទេរឿងរ៉ាវវែងឆ្ងាយជារស្មីយូវេជីវិតនេះមិនខ្លីដូចសម្ដីហ្វាគេកូននៅខ្មែរម៉ែនៅថៃកូននៅខ្មែរម៉ែនៅថៃប្រឹងធ្វើការដើម្បីកម្រៃថ្ងៃណាមួយអ្នកនឹងវិលវ័យលារយ៉ងដិតតាមដួងใจអំស៊ីស័យសក់ជាដីអាយុ18ចេះលេងស្រីអាយុជាង20ជាបាក់សៃឆ្វែលទីក្រុងមានពន្លឺរស្មី